C-Tech គឺជាការបង្ហាញនៃការច្នៃប្រឌិត Digital TDK គឺជាក្រុមហ៊ុនអេឡិចត្រូនិកសកលហើយស្តង់ឈានមុខរបស់ខ្លួនបានប្រមូលផ្ដុំចំណាប់អារម្មណ៍របស់អ្នកទស្សនាច្រើនបំផុតការប្រារព្ធខួបលើកទី90ឆ្នាំនៃស្តង់ TDK បានបង្ហាញនៅបច្ចេកវិទ្យាផ្សេងៗដែលត្រូវបានដាំដុះក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែង Transformation の一環としてこのブランド នាមជាការផ្លាស់ប្ដូរមួយ TDK បានផ្លាស់ប្ដូរទៅជាម៉ាកយីហោថ្មីអត្តសញ្ញាណម៉ាក TDK បោះពុម្ពផ្សាយនៅក្នុងអ្វីគ្រប់យ៉ាងកាន់តែប្រសើរជាមួយនឹងការតាំងពិព័រណ៍នៅ C-Tech ផលិតផលនិងបច្ចេកវិទ្យា TDK ត្រូវបានដាក់បញ្ចូលទៅក្នុងម៉ាស៊ីនឧស្សាហកម្មផ្សេងៗដូចជា Smartphone EV និងឧបករណ៍ជាច្រើនទៀតផលិតផល TDK គឺស្ថិតនៅក្នុងផលិតផលអេឡិចត្រូនិកសកលភាគច្រើនហើយធ្វើឲ្យមានឥទ្ធិពលដល់ការផ្លាស់ប្ដូរសង្គមដោយបច្ចេកវិទ្យានិងដំណោះស្រាយរបស់វានៅក្នុងការតាំងពិព័រណ៍នេះស្តង់ TDK រួមមាន logo ថ្មីផ្ទៃខាងក្រោយនិងពណ៌សង្កត់ធ្ងន់លើភាពចម្រុះមានសារៈសំខាន់ដើម្បីអំពាវនាវដល់សមាជិកក្រុមហ៊ុន TDK បន្តធ្វើការទំនាក់ទំនង こういったことをやらせていただく បច្ចេកវិទ្យានិងផលិតផលជាផ្នែករបស់ TDK គឺមើលមិនឃើញពីផ្ទៃនៃផលិតផលប៉ុន្តែអង់ទីក្រាលសម្រាប់ផលិតផលដំណើរការយ៉ាងត្រជាក់វាត្រូវបានកោតសរសើរយ៉ាងខ្លាំងនិងបញ្ចូលទៅក្នុងផលិតផលប្រើប្រាស់ជាសកល iPhone これもエブリシングの一つ iPhone គឺជាផ្នែកមួយនៃអ្វីគ្រប់យ៉ាងឧបករណ៍ចាប់សញ្ញា TMR រួមចំណែកដល់កាមេរ៉ា iPhone រក្សាការផ្ដោតដោយស្វ័យប្រវត្តិឬការការពារការញ័រនិងកាមេរ៉ាដើម្បីផ្ដល់នូវរូបថតដ៏ល្អដល់អ្នកប្រើប្រាស់ឧបករណ៍ចាប់សញ្ញា TMR របស់ TDK បានរួមចំណែកការផ្លាស់ប្ដូរមានន័យថាធ្វើឲ្យសង្គមកាន់តែប្រសើរឡើងដើម្បីដឹងថាវា TDK នឹងប្រសើរជាងមុននិងល្អបំផុតមានន័យថាតែងតែស្វែងរកប្រសើរជាងជារហូត ការអភិវឌ្ឍរបស់ TDK បានចាប់ផ្ដើមពីបច្ចេកវិទ្យា Ferrari ការផ្លាស់ប្ដូររបស់ TDK នឹងមិនឈប់ឈរដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មឲ្យកាន់តែប្រសើរឡើងនោះឡើយការតាំងពិព័រណ៍រថយន្តដ៏ធំ Japan Mobility Show ត្រូវបានប្រារព្ធឡើងនៅទីក្រុងតូក្យូដោយមានការចូលរួមពីក្រុមហ៊ុនជាង510វាបានរំលេចស្តង់របស់ម៉ូតូយក្ស Yamaha Motorនាយកប្រតិបត្តិ Motofumi Shitara បានប្រកាសថាគោលការណ៍របស់ Yamaha Motor គឺបង្កើតការពេញចិត្តនិងរំភើបយ៉ាងខ្លាំងវាត្រូវបានបណ្ដុះស្មារតីសិប្បករក្នុងបទពិសោធន៍70ឆ្នាំគម្រោងអភិវឌ្ឍរបស់ Moto OID បានចាប់ផ្ដើមស្រាវជ្រាវនិងបង្ហាញពីទំនាក់ទំនងថ្មីរវាងមនុស្សនិងការចល័តនៅឆ្នាំ2017 Moto OID បានក្រោកឈរឡើងដោយខ្លួនវាផ្ទាល់និងចូលទៅកាន់អ្នកជិះនៅឆ្នាំ2023 Yamaha បានណែនាំ Motoro ID2 ដើម្បីបង្ហាញពីភាពរឹងមាំ2ឆ្នាំកន្លងផុតទៅក្រុមហ៊ុនអភិវឌ្ឍនៃ Moto OID បង្ហាញយើងពីវឌ្ឍនភាពបន្ទាប់ Moto OID ត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យមានភាពចុះសម្រុងគ្នារវាងអ្នកជិះនិងម៉ូតូចំនួនទី3 Moto OID បំពាក់ AI ដើម្បីរៀនសកម្មភាពដ៏ស្មុគស្មាញដោយផ្អែកលើប្រតិបត្តិការរបស់អ្នកជិះ Yamaha Motor រំពឹងថា AI Moto OID គាំទ្រសកម្មភាពរបស់អ្នកជិះស្រដៀងទៅនឹងទំនាក់ទំនងរបស់សេះនិងអ្នកជិះ Moto Hydrogen ត្រូវបានបង្កើតឡើងដោយផ្អែកលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Toyota បន្ទាប់ពីបញ្ចូលថាមពល Hydrogen វាអាចរត់បានចម្ងាយ100គីឡូម៉ែត្រជាមួយនឹងល្បឿនអតិបរមា90គីឡូម៉ែត្រក្នុង1ម៉ោងវាបានឆ្លងផុតបទបញ្ញត្តិសាកល្បងមុនពេលដឹកជញ្ជូនទៅទីផ្សារត្រកូល EV3 ត្រូវបានណែនាំ Moto EV សុទ្ធកូនកាត់និង Plug-in Hybrid ត្រូវបានបញ្ចេញជាបន្តបន្ទាប់ដើម្បីតាមទាន់និន្នាការនាពេលបច្ចុប្បន្ន Moto 3 គ្រឿងមានមុខងារចង្កូតឯករាជ្យមានកង់ខាងមុខ2និងកង់ខាងក្រោយ1គ្រឿងវាបំពេញចិត្តអ្នកជិះក្នុងប្រតិបត្តិការយ៉ាងរលូននិងមានប្រសិទ្ធភាពដោយភាពរំភើបដើម្បីបង្កើនជីវភាពប្រចាំថ្ងៃ Yamaha Motor បង្កើតថាមពលអគ្គិសនីជំនួយកង់និងរ៉ឺម៉កកៅអីធំបំពាក់កង់ធំសម្រាប់ការរត់ផ្លូវមិនល្អកម្លាំងជំរុញឆ្លាតវៃអាចរកបានដើម្បីបដូរតាមបំណងសម្រាប់ការរត់ក្នុងតំបន់ទីក្រុងឬជាយក្រុង Yamaha Moto គឺជាក្រុមហ៊ុនបង្កើតការពេញចិត្តនិងរំភើបយើងនឹងបន្តជំរុញចំណង់របស់មនុស្សឲ្យរីករាយ
ការវិវត្តរបស់ Yamaha Motor នឹងមិនឈប់ឈរដើម្បីចាប់យកភាពចាំបាច់នៃជីវិតសង្គមនិងដើម្បីបន្តគំនិតសិប្បករ